បាទសួស្តីបងប្អូនទាំងអស់គ្នាកាលពីនៅក្មេងយើងជិះម៉ូតូតូចៗគឺប្រភេទម៉ូតូធុងសាំងនៅក្រោមគូតែពេលចម្រើនវ័យក៏មានអារម្មណ៍ថារងាហើយចង់មានដៃគូអង្គុយអោបចង្កេះពីក្រោយតែនៅតែរកអត់បានហើយបើសិនជាគ្មានអ្នកអោបទេថ្ងៃនេះឃ្លាំងលក់ម៉ូតូ CKH យើងខ្ញុំមានប្រភេទម៉ូតូធុងសាំងនៅពីមុខទុកឲ្យបងប្រុសប្អូនប្រុសជិះម៉ូតូអោបធុងសាំងទៅដើរលេងអញ្ចឹងតោះចូលទៅក្នុងវីដេអូនេះជាមួយខ្ញុំទាំងអស់គ្នាបាទបាទអរគុណបងប្អូនទាំងអស់គ្នាម៉ូតូថ្ងៃនេះគឺ Honda Rebel កម្លាំង250ម៉ូតូ Rebel គឺជាប្រភេទម៉ូតូគេហៅថា Cruiser យើងដឹងហើយថាប្រភេទម៉ូតូគឺមានច្រើនខ្លាំងណាស់មានប្រភេទ Custom ប្រភេទ Cafe Racer ប្រភេទម៉ូតូប៉ាណាំងហើយនិងប្រភេទម៉ូតូអត្រៃជាដើមតែថ្ងៃនេះគឺយើងមានប្រភេទម៉ូតូបែប Cruiser វិញម្ដងម៉ូតូ Cruiser គឺជាម៉ូតូមួយបែបជំនាញក្នុងការជិះរយៈចម្ងាយឆ្ងាយមែនតែណាបងប្អូនមិនមែនជិះតែ1ម៉ោង2ម៉ោងអីទេគឺជិះឡើងដល់ខែឯណោះដូច្នេះដើម្បីឲ្យអ្នកជិះឬក៏អ្នកដែលយកជីវិតដាក់នៅលើម៉ូតូឬក៏យកម៉ូតូយកធ្វើផ្ទះអញ្ចឹងទម្រង់បែបបត់របស់ប្រភេទម៉ូតូ Cruiser គឺវាមានកង់ខាងមុខហើយនិងខាងក្រោយគឺធាត់ហើយមួយវិញទៀតកុំឲ្យអ្នកជិះនឹងគាត់អស់កម្លាំងអញ្ចឹងម៉ូតូ Cruiser ក៏ធ្វើកែបអង្គុយឲ្យវាទាបហើយនឹងផ្ដេកខ្លួនតែម្ដងបើសិនជាយើងជិះរាប់ម៉ោងសម្ពាធខ្យល់នឹងបុកចូលទៅក្នុងខ្លួនយើងហើយធ្វើឲ្យយើងខ្សោះអស់កម្លាំងអញ្ចឹងដើម្បីកិច្ចចេញពីខ្យល់បានអ្នក design ម៉ូតូគេត្រូវតែយកធុងសាំងដ៏ធំរបស់ម៉ូតូ Cruiser យកមកដាក់ពីមុខហើយអ្នកជិះអង្គុយគឺត្រូវតែអោនខ្លួនបន្តិចដើម្បីកិច្ចចេញពីសម្ពាធខ្យល់អញ្ចឹងហើយទើបអ្នកដែលជិះម៉ូតូ Cruiser គឺអាចបើកបានរយៈចម្ងាយឆ្ងាយហើយបើតាមខ្ញុំមើលឯកសារគេចងក្រងនៅក្នុង YouTube វិញខ្ញុំឃើញបុរសជនជាតិអាមេរិកកាំងម្នាក់ដែលគាត់បែកពីឪពុកម្ដាយរបស់គាត់ជាយូរមកហើយគាត់បានធ្វើដំណើរនៅលើប្រភេទម៉ូតូបែប Cruiser ចេញពីរដ្ឋរបស់គាត់ទៅជួបឪពុកម្ដាយរបស់គាត់ជិះឡើងមួយខែជាងចងតង់ដេកតាមផ្លូវហើយពេលទៅជួបឪពុកម្ដាយរបស់គាត់ឬក៏ឃើញផ្ទះរបស់គាត់កាគាត់នៅក្មេងអាប៉ែនឹងចុះពីលើម៉ូតូយំពភិហើយវីដេអូរបស់គាត់ក៏ចប់ប៉ុណ្្នឹងទៅអញ្ចឹងក្នុងន័យនេះបានន័យថាម៉ូតូ Cruiser គឺជាប្រភេទម៉ូតូដែលយើងអាចជិះដល់កាន់ខែឯណោះឲ្យតែយើងខ្លាំងខាងដេកតង់តាមផ្លូវហើយបងប្អូនប្រហែលជាប្រកែកជាមួយខ្ញុំហើយបើឲ្យតែអ្នកដែលចេះដេកតង់តាមផ្លូវបានបាច់ប្រភេទ Cruiser ក៏បានត្រឹមម៉ូតូអាគប់ក៏អាចជិះបានដែរតែបងប្អូនយល់ខុសហើយម៉ូតូអាគប់គឺជាម៉ូតូដែលជិះធម្មតាតែប៉ុណ្ណោះអ្នក design គេឲ្យយើងជិះចិត្តផ្ទះបើជិះឆ្ងាយក៏បានដែរម៉ាស៊ីនវាមិនទៅណាទេតែគ្រាន់តែអ្នកដែលអង្គុយលើម៉ូតូអាគប់អង្គុយតែ2ទៅ3ម៉ោងនឹងចុកចង្កេះជាក់ជាមិនខានមិនបាច់និយាយឡើងដល់កាន់ខែដូចគេទេជិះតែកន្លះថ្ងៃនឹងជ្រុះចង្កេះធ្លាក់ដល់ដីជាក់ជាមិនខានអូភ្លេចប្រាប់បងប្អូនមួយទៀតម៉ូតូ Rebel នេះឃើញកុងទ័ររាងស្រាំឬក៏ប្រេះតែវាមិនចឹងទេបងប្អូនគ្រាន់តែម្ចាស់មុនគេបិទ sticker ការពារកុងទ័រតែបិទអត់ល្អឃើញដូចជាប្រេះស្រាំអញ្ចឹងពេលយើងបកចេញទៅគឺថ្មីស្អាតដដែលបាទអញ្ចឹងសូមអរគុណបងប្អូនទាំងអស់គ្នាហើយបើសិនជាបងប្អូនពេញចិត្តចាប់អារម្មណ៍ប្រភេទម៉ូតូ Rebel មួយគ្រឿងនេះអាចតាក់ទងយើងខ្ញុំតាមប្រអប់ផ្សារឬក៏ទៅមើលរូបសន្លឹកនៅក្នុង website របស់យើងខ្ញុំអញ្ចឹងសូមអរគុណនិងជួបគ្នាក្នុងវីដេអូក្រោយៗទៀត